ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបធ្វើបាយខ្ចប់ពងមាន់ចាគ្រឿងផ្សំមានដូចខាងលើចាំតបន្តិចយើងវាយបំបែកវាចាគឺយើងគោះវាឲ្យសពចឹងមកទុកវាដែលមួយឡែកចារួចយើងចាប់ដើមហាន់ហែមរបស់យើងចាយើងហាន់វាជាចំណិតចាហាន់ឲ្យល្អិតៗមកចាគឺហាន់វាបែបហ្នឹងចារួចស្លឹកខ្ទឹមហ្នឹងក៏ដូចគ្នាផងដែរគឺយើងហាន់វាល្អិតចឹងចារួចការ៉ុតយើងហ្នឹងក៏ដូចគ្នាផងដែរចាយើងហាន់វាល្អិតចឹងការ៉ុតចាមានស្លឹកខ្ទឹមមានការ៉ុតចឹងទៅដាក់ចឹងទៅមានបាយយើងហ្នឹងគឺមានពណ៌ចាអញ្ចឹងឃើញថាបន្លែរបស់យើងបានរៀបចំរួចរាល់ហើយយើងចាប់ផ្ដើមឆាវាចាយើងដាក់ប្រេងឆាបន្តិចទៅកុំឲ្យវាជាប់ខ្ទះជាដំបូងហ្នឹងគឺយើងដាក់ហេមចូលឡោកបែបហ្នឹងហើយយើងអាចបិទវាអញ្ចឹងយើងដាក់ប្រេងល្ងហ្នឹងមកស្លាបព្រាបាយក្តៅសពចូលសាច់បាយចាអញ្ចឹងយើងចាប់ដើមមកចៀនពងមាន់របស់យើងค่ะនេះខ្ញុំដាក់ប្រេងចាយើងពីសវាឲ្យសព្វចឹងមកខ្ទះយើងកុំឲ្យវាជាប់ខ្ទះថាមានហ្នឹងយើងចាប់ដើមមូលវាទៅទៅយើងដាក់ពងមាន់យើងហ្នឹងមួយស្លាបព្រាយើងទាញវាទៅស្ដារចឹងមករួចហើយចាយើងដាក់បាយយើងមកហើយយើងមូលវាចឹងទៅTutorial